ម្សិលមិញនាំកូនទៅខាងសំរាំងសេតដើម្បីទៅញ៉ាំស៊ុបហើយពេលទៅដល់ហ្នឹងក៏ម៉ោងវានៅសល់ច្រើនអត់ទាន់ដល់ម៉ោងញ៉ាំអញ្ចឹងហើយក៏ចូលកាច់រឹកកាច់រៀងនៅក្នុងម៉លបន្តិចទៅហើយនេះគឺថាស្វាយចកានេះអីគេហ្នឹងគឺថាល្អមែនតែនហើយបន្លែផ្លែឈើទៅខាងហ្នឹងភាគច្រើនគឺថ្លៃដោយសារបន្លែផ្លែឈើហ្នឹងភាគច្រើនគឺមកខាងអូស្ត្រាលីឲ្យតែបន្លែផ្លែឈើមកខាងហ្នឹងគឺថ្លៃហ្មងហើយតំបន់សំរាំងសេតនិងអូឈើតហ្នឹងគឺជាកន្លែងតំបន់ទេសចរផងហើយជារបស់ម៉ាក brand ផងចឹងហើយរបស់របររៀងថ្លៃហើយឃើញម្ដុំហ្នឹងគឺសម្បូរពួកអឺរ៉ុបដែលគាត់ចូលទៅមកទៅអីទិញអីចឹងគឺរបស់របររៀងថ្លៃណាហើយបន្ទាប់មកហ្នឹងគឺថានាំគ្នាចូលមកញ៉ាំស៊ុបនេះហើយនេះគឺជាគ្រឿងទឹកជ្រលក់គេតែមិនដឹងថាទឹកជ្រលក់ស្អីខ្លះទេខ្ញុំឲ្យទៅចឹងគឺខ្ញុំភាគច្រើនគឺញ៉ាំតែជាមួយនឹងទឹកតៅហ៊ូទេហើយកន្លែងហាងនេះគឺថាមើលទៅគេអត់សូវដាក់អីហូរហៀបបអីទេគេធ្វើដាក់មើលទៅបន្តិចអញ្ចឹងប៉ុន្តែគេដាក់បន្តមើលទៅចាប់អស់គេដាក់ថែមចាប់អស់គេដាក់ថែមអញ្ចឹងណាអត់ដូចកន្លែងហាងខ្លះគឺគេថាគេរៀបចំមើលទៅវាហូរហៀសម្បូរមើលទៅសម្បូរសបាយហ្មងតែខាងនេះអត់ទេឃើញធ្វើរបៀបដាក់មិនតិចចឹងទៅឲ្យគេចាប់អស់ចឹងទៅគេមានអ្នកថែមរហូតគេចាំបន្តរហូតចឹងណាហើយខ្ញុំចូលចិត្តជាងគេជាមួយនឹងស៊ុបញ៉ាំតាបុកគោហើយជាមួយនឹងផ្សិតម្ជុលឯងខ្ញុំចូលចិត្តញ៉ាំហើយបើទឹកស៊ុបគេវិញគឺមានឃើញមានច្រើនរសជាតិហើយដូចជាសាច់គោស្លាយសាច់ជ្រូកស្លាយនេះគឺថាគេអត់មានដាក់ឲ្យយើងចាប់សេរីទេគឺថាពេលដែលយើងចង់ញ៉ាំយើងកំងមកគឺគេដាក់បជារបត់យកមកឲ្យហ្មងយោសម័យនេះគឺថាមិនចាំបាច់ប្រើមនុស្សទេតែមើលថ្ងៃក្រោយទៅគឺថាលែងត្រូវការមនុស្សគេប្រើតែម៉ាស៊ីនហ្មងអញ្ចឹងថ្ងៃក្រោយទៅប្រហែលជាមនុស្សលែងសូវមានការងារធ្វើហើយបើនិយាយពីរឿង buffet ហ្នឹងវិញគឺថាធូរថ្លៃដែរបងប្អូនញ៉ាំតែម្នាក់28រៀលទៅគឺថាញ៉ាំមកសេរីដូចជាសាច់គោសាច់ជ្រូកអីអញ្ចឹងគឺថាអស់យើងកំងមកទៀតអញ្ចឹងដោយសារតែគេដូចខ្ញុំថាអញ្ចឹងគេឲ្យយើងចាប់ផ្ដេសផ្ដាស់ញ៉ៃទេអញ្ចឹងហើយពេលដែលយើងញ៉ាំអស់យើងកំងមកគឺគេដាក់ឲ្យ robot យកមកឲ្យយើងហើយខ្ញុំមកថាមិនឡើងគីឡូទេវាមានតែចម្លែកបើមួយថ្ងៃប្តីខ្ញុំអង្គុយទៅរនឹកថាអូថ្ងៃនេះទៅញ៉ាំណោះស្អែកឡើងទៅញ៉ាំនេះឲ្យទៅថាដល់ថ្ងៃសៅរ៍អាទិត្យគឺរកកម្រងរហូតអញ្ចឹងគឺថាគីឡូខ្ញុំនឹងមិនងាយស្រុតស្រកទេហើយមួយនេះឲ្យទៅថាញ៉ាំហើយនឹងអ្វីដែលគេអត់បាននឹងគឺក្រែមគឺគេថែមក្រែមមួយកែវទៀតទៅហើយបន្ទាប់ពីញ៉ាំអីរួចរាល់អស់ហើយនឹងក៏ជិះរថភ្លើងមកផ្ទះវិញនឹងនៅតាមដងផ្លូវដែលខ្ញុំត្រូវទៅផ្ទះខ្ញុំវិញនឹងនៅជិតផ្ទះហ្នឹងគឺគេមានរៀបចំណានផ្លាសាគេហៅថាប៉ាសាម៉ាឡាមណាគឺគេមានលក់របស់របរញ៉ាំជាច្រើនហើយគេរៀបចំភ្លើងពណ៌ភ្លើងអីចឹងទៅជាមួយនឹងដើមគ្រឹះស្មាក់អីចឹងគឺថាស្រស់ស្អាតខ្លាំងមែនតែនពេលយប់ហើយគេធ្វើជាកញ្ចុះមានតុមានអីអង្គុយចឹងទៅពេលដែលយើងទៅដើរមើលលេងអីទិញអីញ៉ាំចឹងគឺគេមានតុបែបនេះមានច្រើនមែនតែនសម្រាប់ពេលយើងទិញហើយយើងអង្គុយញ៉ាំអីពេលយប់អីអង្គុយលេងចឹងណាបងប្អូន